បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះត្រឡប់សារជាថ្មីជាមួយខ្ញុំម្ដងទៀតហើយជាមួយនឹង Channel ឯមេញហួររបស់ខ្ញុំផងដែរហើយថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយហ្នឹងដែលបានមកពីបងស្រីម្នាក់នៅខាងខេត្តកំពង់ស្ពឺគាត់បានចែករំលែកមកខ្ញុំកាលពីម្សិលមិញនេះហើយម្សិលមិញហ្នឹងខ្ញុំអត់ស្រួលខ្លួនបានចេញវីដេអូថ្មីឲ្យបងប្អូនថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីមួយដែលបានមកពីបងខាងខេត្តកំពង់ស្ពឺបងស្រីម្នាក់ដែលនៅខាងខេត្តកំពង់ស្ពឺស្រុកនេះស្រុកកងវិស័យដែលគាត់ហ្នឹងបានប្តីគេហៅថាបានប្តីខ្លាំងហៅប្តីគាត់ហ្នឹងខ្លាំងរឿងលើក្រែហើយគាត់ហ្នឹងគឺមានអាយុ31ឆ្នាំហើយបងស្រីហ្នឹងមានឈ្មោះបងយ៉ាហើយឯប្តីគាត់ហ្នឹងមានឈ្មោះថារិនដែលវ័យប្តីរបស់គាត់ហ្នឹងគឺក្រោមគាត់2ឆ្នាំមានន័យថាគឺអាយុ29ឆ្នាំបងប្អូនឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងចូលសាច់រឿងពេញទាំងអស់គ្នាបងប្អូនមានបងស្រីម្នាក់ហ្នឹងឈ្មោះបងយ៉ាដែលគាត់រស់នៅរាជធានីភ្នំពេញគឺគាត់មកធ្វើការរីឯស្រុកកំណើតគាត់គឺនៅខាងខេត្តកំពង់ស្ពឺយើងហ្នឹងទេនៅខាងកងវិស័យជារៀងរាល់ថ្ងៃគឺគាត់មិនសូវបានមកលេងផ្ទះគឺគាត់មានផ្ទះមួយនៅខាងភ្នំពេញគឺគាត់ធ្វើការគេហៅថាជាចង់ត្រៃយូរទៅគាត់បានមកលេងផ្ទះម្ដងនៅខាងកំពង់ស្ពឺយើងហ្នឹងហើយរាល់ថ្ងៃហ្នឹងគឺគាត់ធ្វើការនៅរោងចក្រមួយរោងចក្រនៅខាងទឹកថ្លានៅភ្នំពេញយើងហ្នឹងទេអញ្ចឹងបើបងប្អូននៅម្ដុំទឹកថ្លាបងប្អូនស្គាល់រោងចក្រហ្នឹងខ្ញុំគាត់ប្រាប់ឈ្មោះស្អីទេរោងចក្រហ្នឹងខ្ញុំផ្លេចឈ្មោះវាបាក់ហៅពេកនៅហ្នឹងអត់សូវសម្បូររោងចក្រនៅខាងទឹកថ្លាហ្នឹងក៏មានតែប្រមាណរោងចក្រទេបើនៅខាងគេហៅខាងវែងស្រេងអាហ្នឹងខាងវែងស្រេងយើងហ្នឹងគឺអាហ្នឹងបានសម្បូររោងចក្របងស្រីហ្នឹងគាត់មានអាយុ31ឆ្នាំហើយប៉ុន្តែគាត់អត់មានសង្សារឬក៏អត់មានអីទេអត់មានប្តីឬក៏ធ្លាប់មានសង្សារមានអីទេគេហៅថា single គេហៅថា single អាជីពហ្មងដោយសារហេតុផលមួយហ្នឹងគឺម្ដាយគាត់និយាយនេះដែរគាត់ប្រាប់ខ្ញុំដែរថារឿងហ្នឹងម្ដាយគាត់ហាមដែរដោយសារគាត់នេះគឺគាត់បានកំដរគេគេហៅកំដរមិត្តភ័ក្ដិកំដរអ្នកភូមិផងហ្នឹងគឺនេះគឺដល់4រោងអញ្ចឹងគឺគេធម្មតាមិនថាស្រីមិនថាប្រុសទេគឺគេអត់ឲ្យកំដរលើពី3រោងទេគឺគេឲ្យតែ2រោង3រោងហ្នឹងទេយើងឡើងដល់4រោងទៅគឺពិបាករកគូសកលប៉ុន្តែគឺគាត់អត់ខ្វល់អត់អីចឹងណាតែគាត់នេះតាំងពីគាត់នៅក្មេងគាត់នៅរៀនតាំងពីគាត់វ័យខ្ទង់16ឆ្នាំគាត់នេះចឹងគឺគាត់ចាប់ផ្ដើមដើរកំដរគេហើយគាត់បានប្រាប់ខ្ញុំដែរគឺគាត់កដរគេហ្នឹងគឺនេះហើយគឺកដរគេបាន5នាក់អីអញ្ចឹងវាបានន័យថាលើសចំនួនគេលើសឡើង2ហើយហ្នឹងវានេះដែរវាជាហេតុដែរអាចធ្វើឲ្យគាត់ហ្នឹងពិបាករកគូសកលឬក៏រកសង្សារហើយមិនថាគាត់ជាមនុស្សដែលគេហៅនេះគេហៅមនុស្សintrovert ឬក៏មនុស្សដែលនេះទៅដែលស្ងាត់ស្ងៀមឬក៏ចូលចិត្តនៅតែឯងទៅតាមពិតហ្នឹងគាត់ក៏ជាមនុស្សដែលគេហៅថាហិចហើយដែរគាត់ដើរលេងដើរអីហើយនៅភ្នំពេញហ្នឹងគាត់នៅឆ្ងាយគ្រួសារគាត់នៅតែឯងអញ្ចឹងគាត់ងាយស្រួលនឹងដើរដាច់យប់ដេកផ្ទះមិត្តភ័ក្តិដេកអីប៉ុន្តែអារឿងស្នេហារឿងអីមនុស្សប្រុសរឿងអីគឺនេះហ្មងគឺគេថាគេហៅអត់ឆ្វាក់គឺគេមើលឃើញមើលអីគាត់ហើយពេលខ្លះគាត់ធ្លាប់ញ៉ៃគេដែរគាត់ធ្លាប់និយាយលេងជាមួយអ្នកធ្វើការហើយរូបសម្រស់គាត់ក៏មិនអន់ប្រហែលដែរតែគឺអត់តែម្ដងគឺរឿងហ្នឹងគឺអត់និយាយថាស្នេហានឹងគាត់ហ្នឹងគឺដូចគេអត់ស៊ីមត្រីគ្នាគេអត់មានស៊ីគ្នាអញ្ចឹងបានរហូតមកដល់បច្ចុប្បន្នហ្នឹងគឺគាត់នេះហើយគឺគាត់មានប្តីហើយតែឥឡូវយើងនិយាយហ្នឹងគឺនិយាយរឿងសាច់រឿងគាត់ពេលអត់តមានប្តីទេហើយប្តីគាត់ហ្នឹងគឺបងរិនហ្នឹងគឺជាមនុស្សដែលមាននេះគឺមានប្រពន្ធ2ហើយ ព
ប្រពន្ធមួយហ្នឹងគឺការបានយូរទេប្រពន្ធទី1ហ្នឹងការអត់ដល់មួយឆ្នាំផងក៏លែងគ្នាចឹងទៅប្រពន្ធទី2ក៏លែងគ្នាដែរការមិនតាន់បានដូចជាមិនតាន់បានមួយខែផងគាត់បានប្រាប់មកខ្ញុំចឹងណាហើយគឺមិនមែនថាយើងការលួចលាក់ឬក៏រៀបអីនៅមួយគ្នាដែរគឺការស្របច្បាប់គឺការដូចគេដូចឯងចឹងតែគឺយើងគឺរស់នៅមួយគ្នាអត់កើតហើយគាត់អត់មានប្រាប់ហេតុផលឬក៏អីទេពេលដំបូងណាតដល់គាត់និយាយយូរទៅបានគាត់ប្រាប់ខ្ញុំហ្មងគឺគាត់អត់អីគេហៅថាគាត់លាក់ថាគាត់លាក់ព័ត៌មានតើខ្ញុំដេញដោលសួរដែរគាត់បានចែកម្លែកហ្នឹងចែកម្លែកមកខ្ញុំហ្នឹងគឺចែកម្លែកលាក់ទេតើខ្ញុំសួរដេញដោលសួរបានគាត់ប្រាប់ខ្ញុំហើយប្រពន្ធហៅថាប្តីតែថាប្តីគាត់ហ្នឹងគឺមានប្រពន្ធពីរហ្នឹងគឺពេលដែលលែងគ្នាហ្នឹងគឺខាងស្រីហ្នឹងអ្នកសុំលែងទេគឺខាងគេហៅថាខាងស្រីហ្នឹងគេសុំលែងប្តីគាត់ហើយគឺនេះដែរគឺឲ្យថ្លៃបណ្ណាការគុណទាំងពីរនាក់ប្រពន្ធទី1ហ្នឹងគឺឲ្យគុណទាំងពីរប្រពន្ធទី2ហ្នឹងក៏ឲ្យគុណពីរដែរអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមឆ្ងល់ថាអញមិនបានតំការមួយគ្នាហើយដល់ពេលស្រាប់តាលែងលះគ្នាអញ្ចឹងទៅក៏ខ្ញុំសួរគាត់ទៅបានដឹងអញ្ចឹងឥឡូវយើងបកទៅបងនេះវិញបងយ៉ាវិញបងយ៉ាហ្នឹងគាត់ពេលដែលគាត់ទៅកណ្ដោគេឬក៏អីអញ្ចឹងគឺគាត់តែងតែនិយាយលេងជាមួយនេះដែរនិយាយលេងជាមួយគេហៅអ្នកកំដរខាងប្រុសអីចឹងណាព្រោះគាត់ចង់នេះដែរគាត់ប៉ានិកញ៉ក់ប៉ានអីដែរប៉ុន្តែគឺគេមើលឃើញសោះអញ្ចឹងទៅថ្ងៃមួយហ្នឹងគឺគាត់បានទៅលេងគេទៅលេងស្រុកដោយសារគាត់នៅតាមពេញទេតើមានប៉ុនធំដូចជាប៉ុនភ្ជុំចូលឆ្នាំឬក៏ប៉ុនអីធំជាតិធំมันគាត់បានទៅផ្ទះម្ដងម្កាលដោយសារយើងគិតទៅវាពីពេញទៅផ្ទះគាត់ហ្នឹងវាមិនឆ្ងាយប្រហែលទេតែគាត់អត់សូវបានទៅណាមួយគាត់ថាគាត់បានបញ្ជាក់មកខ្ញុំដែរគាត់ថាថ្ងៃសៅរ៍ថ្ងៃសុក្រហ្នឹងជួនកាលគាត់ថែមម៉ោងដល់ម៉ោង8ម៉ោងដល់ម៉ោង10អីចឹងណាដោយសារកន្លែងគាត់ហ្នឹងគឺសបោការងារគឺសបោការងារធ្វើហើយរីឯអាទិត្យហ្នឹងជួនកាលអាចធ្វើដល់ម៉ោង4ហ្នឹងថាមួយថ្ងៃពេញដល់ម៉ោង4ពេលខ្លះក៏អាចធ្វើទូភ្លឺក៏មានដែរអញ្ចឹងมันគាត់ជាហេតុហ្នឹងជាហេតុនាំឲ្យគាត់ហ្នឹងអត់មានពេលបានលេងទៅផ្ទះអញ្ចឹងដល់ថ្ងៃភ្ជុំហ្នឹងគឺខាងគេហ្នឹងគឺខាងរោងចក្រហ្នឹងគឺគេឲ្យកម្មករឬក៏បុគ្គលិកហ្នឹងគឺឈប់គេហៅគេឲ្យច្បាប់គេឲ្យច្បាប់ចំនួន4ថ្ងៃគេឲ្យច្បាប់3ថ្ងៃហើយនឹងមួយថ្ងៃទៀតគឺគេកាត់មួយឆ្នាំអញ្ចឹងក៏ដល់ថ្ងៃភ្ជុំហ្នឹងគឺគាត់បានទៅលេងផ្ទះគាត់បានទៅលេងផ្ទះទៅវត្តទៅអីចឹងទៅហើយគាត់បានជួបបងរិនហ្នឹងដែលជាប្តីគាត់ហ្នឹងមុនដំបូងគាត់ជួបគ្នាហើយនិយាយគ្នាអីចឹងណាយើងនិយាយបែបរបៀបថានេះស្រុកភូមិជាមួយគ្នាដល់ពេលគាត់បានសួរសុខទុក្ខគ្នាសួរអីហើយក៏បានបងរិនហ្នឹងក៏បានសុំលេខទូរស័ព្ទគាត់សុំលេខទូរស័ព្ទហើយបងវីបងយ៉ាហ្នឹងក៏គាត់អត់នេះដែរគាត់អត់មាននិយាយអីទេគឺគាត់បានឲ្យគាត់ធម្មតាទៅដោយសារបងរិនហ្នឹងគឺសុំលេខទូរស័ព្ទគាត់ហ្នឹងដើម្បីងាយស្រួលតាក់ទងគាត់ចង់នេះដែរគាត់ចង់ទៅធ្វើការនៅភ្នំពេញវិញព្រោះរាល់ថ្ងៃហ្នឹងគឺគាត់ធ្វើស្រែចម្ការទេចង់មួយរយៈមុនហ្នឹងគឺអ្នកធ្វើស្រែចម្ការឬក៏អីហ្នឹងយើងអាចនិយាយថាគឺរកចំណូលអត់សូវបានទេដោយសារយើងស្រូវយើងអង្គវាចុះថោកដែរអញ្ចឹងក៏ពួកគាត់ហ្នឹងតែងតែនិយាយគ្នាបងរិនហ្នឹងគឺគាត់តែងតែខលទៅលេងបងយ៉ាហ្នឹងជារៀងរាល់ថ្ងៃអញ្ចឹងក៏បងយ៉ាអត់សួរដែរគាត់ថាចុះប្អូនឯងគាត់ហៅបងរិនហ្នឹងគេហៅថាប្អូនថារិនប្អូនរិនឯងមិនថាចង់និយាយរឿងតែថាធ្វើការងារនៅភ្នំពេញអីអញ្ចឹងក៏បងរិនហ្នឹងថាគាត់អត់ទាន់ចង់ដូរទេដោយសារនៅនេះម្ដាយគាត់ឈឺហ្នឹងរបៀបថាលេះដោយសារបងរិនហ្នឹងគឺគាត់នេះដែរគាត់ចង់បានបងយ៉ាហ្នឹងដែរអញ្ចឹងដោយសារគាត់ហ្នឹងគេហៅមនុស្សមនុស្សអត់គេហៅអត់ប្រពន្ធណាគេហៅអត់មនុស្សស្រីអត់បានណាអញ្ចឹងក៏បងយ៉ាហ្នឹងគាត់អត់សង្ស័យដែរគាត់នៅនិយាយលេងជាមួយគ្នាលេងអីដល់ថ្ងៃមួយហ្នឹងចម្លែកអីហ្នឹងគាត់ចេញពីធ្វើការក៏មានពុះនឹងពុះស្អីទេគាត់ថារកចឹកគាត់ជាមួយគ្នាគាត់ជាមួយអីចឹងណាគាត់ចេញពីធ្វើការដើរមកជាក្រុម4-10នាក់អញ្ចឹងប៉ុន្តែពុះហ្នឹងគឺរកចឹកតែគាត់ទេអញ្ចឹងក៏គាត់កិច្ចតន់អីចឹងទៅ
ដោយសារមេឃរៀងល្ងិតដែរម៉ោង6ម៉ោងអីតែគាត់ថានៅហ្នឹងគឺគាត់ថាគាត់បញ្ជាក់ដែរគាត់ថានៅហ្នឹងវាមានភ្លើងអីតាមផ្លូវវាភ្លឺអីទៅបានគាត់ឃើញចុះគាត់កិច្ចតន់ហើយក៏មិត្តភ័ក្តិគាត់ដើរជាមួយហ្នឹងក៏សួរគាត់ថារាល់ថ្ងៃហ្នឹងមានតាក់តងមួយណាគេអត់ណាបានចម្លែកថ្ងៃហ្នឹងមានពោះចឹកចឹងគាត់អត់និយាយអីគាត់ថាគាត់អត់និយាយអីគាត់ទៅដល់ផ្ទះគឺគាត់និយាយគាត់ទៅប្រាប់អ្នកផ្ទះគាត់រឿងហ្នឹងចឹងក៏អ្នកផ្ទះគាត់និយាយទៅអ្នកផ្ទះគាត់សួរដូចមិត្តភ័ក្តិគាត់ចឹងថាងរាល់ថ្ងៃមានតាក់តងណាគេអត់ណាចុះគាត់ប្រាប់ថាមុនដំបូងគាត់ប្រាប់ថាអត់គាត់លាក់វាគាត់លាក់សិនគាត់នៅរឿងអៀនណាជួគាត់វ័យចំណាស់មែនតែគាត់ថាគាត់ដែរមានរឿងហ្នឹងគាត់នៅអៀនអ្នកផ្ទះនៅអៀនអីដែរចឹងគាត់ប្រាប់ឲ្យគាត់ថាអត់គាត់ថាមានអត់អីទៅតែដល់ពេលយប់ឡើងហ្នឹងគាត់តែងតែយល់សពឃើញពុះមានពុះថ្លាន់ថាពុះស្អីទេគឺតែងតែមករត់គាត់គេហៅរត់របៀបថាមិនរត់ចង់សម្លាប់ទេឬវាហៅរត់ស្រឡាញ់ឬក៏របៀបថារត់ចង់រួមមេត្រីអីជាមួយគាត់អញ្ចឹងណាតែគាត់ថាចេះគាត់ថាគាត់ហ្នឹងអត់មានតរើមានអីទេតាមតែពោះហ្នឹងទៅសំបីក្នុងយូសពហ្នឹងក៏អញ្ចឹងដែរអញ្ចឹងបានន័យថាគាត់នេះមិនធម្មតារូបចិត្តដែរអញ្ចឹងក៏គាត់ថ្ងៃមួយហ្នឹងគាត់បាន5នាទីថាពុកម្ដាយអើយគាត់និយាយថានេះណាគាត់និយាយសង្កត់គាត់ទៅពុកសង្កត់ទៅតម្ដាយអញ្ចឹងណាចឹងគាត់និយាយតាមហ្នឹងទៅគាត់ថាគាត់យល់សពឃើញពុះរាល់ថ្ងៃរាល់យប់សំបីឲ្យពេលដែលថ្ងៃឡើងដែលយើងចេញហូបបាយហ្នឹងពេលដែលយើងអ្នកធ្វើការក្នុងចាំមិនថ្ងៃឡើងចេញហូបបាយហើយក៏យើងគេហៅលួចដេកផ្លែនហ្នឹងគេហៅពេលដែលយើងហូបបាយហើយគេពុលបាយយើងដេកលក់លឿនណាដេកលក់ផ្លែនហ្នឹងគាត់ថាក៏យល់សពឃើញពុះឃើញអីដែរអញ្ចឹងគាត់បាន5អ្នកផ្ទះគាត់បាន5អ្នកផ្ទះគាត់រឿងហ្នឹងចឹងក៏អ្នកផ្ទះគាត់នៅសួរដែរសួរថាមានតាក់តងណាគេអីទៀតអត់មានតាក់តងណាគេអត់អីចឹងណាចឹងគាត់ប្រាប់ដែរថាមានតាក់តងម្នាក់គឺឈ្មោះបង្រិននៅភ្នំនេះទេនៅខាងស្រុកភូមិយើងហ្នឹងទេមុនដំបូងហ្នឹងម្ដាយគាត់អត់ស្គាល់ទេគាត់នៅឃើញថានេះដោយសារបង្រិនហ្នឹងគេហៅឈ្មោះគាត់ផ្សេងចឹងណាហៅឈ្មោះនេះឈ្មោះរីគេហៅឈ្មោះក្រៅដល់ពេលបងរិនហ្នឹងគាត់ប្រាប់បងយ៉ាហ្នឹងឈ្មោះគាត់បងរិនអញ្ចឹងទៅដល់ពេលអញ្ចឹងបានពេលគាត់ប្រាប់ដំបូងម្ដាយគាត់ស្គាល់ទេគាត់សរសើរគាត់ថាបើមានបែរអាយុ31ឆ្នាំហើយបើមានប្រុសអាយុ29ឆ្នាំឆ្លាញ់ហើយនិយាយមួយគេទៅថាមិនម៉ែចូលសួរចូលស្ដីរៀបការរកអាចារ្យរកអីត្រឹមត្រូវទៅគាត់ប្រាប់ផិនភាកថាអូមិនមែនទេបងមិនម៉ែមិនស្គាល់គាត់នៅភូមិជាមួយគ្នាគាត់ប្រាប់ផិនភាករូបរាងអញ្ចឹងទៅអញ្ចឹងក៏ម្ដាយគាត់សួរថាប៉ែហ្នឹងឈ្មោះរីហ្នឹងមែនគេហៅរិនណាតែគាត់គេហៅក្រៅឈ្មោះរីហ្នឹងមែនគាត់ថាហ្នឹងហើយអញ្ចឹងក៏ម្ដាយគាត់ប្រាប់វិញថាអូប៉ែហ្នឹងអត់កើតទេអ្នកស្រុកភូមិមិនថាកំឡោះមិនថាមេម៉ាយសឹងតែទាំងអស់គឺគេនេះតាគឺគេរៀងក្រនគាត់បើតែបើលើកលែងអាប៉ែហ្នឹងមួយយ៉ាប់ហ่ะតែសារប៉ែហ្នឹងធ្លាប់មានប្រពន្ធ2ហើយអញ្ចឹងក៏បងយ៉ានឹងគឺគាត់លឺទៅគាត់រៀងអន់ចិត្តអន់អីដែរអញ្ចឹងថាដោយសារបងរិនហ្នឹងគាត់នេះគាត់លាក់គាត់អត់មានប្រាប់នេះទេគាត់ស្គាល់គ្នាយូរហើយនៅលាក់រឿងអញ្ចឹងមួយគាត់ទៀតអញ្ចឹងក៏ម្ដាយគាត់និយាយបន្តទៀតថាពេលដែលប្រពន្ធសុំលែងអាប៉ែហ្នឹងសុំប្រពន្ធសុំលែងអាប៉ែហ្នឹងមិនថាប្រពន្ធទី1ប្រពន្ធទី2ពេលដែលលែងហ្នឹងគឺយកអាប៉ែហ្នឹងមកដល់ផ្ទះយកអាប៉ែហ្នឹងមកផ្ទះវិញយកមកដល់ផ្ទះហើយឲ្យបដាការហ្នឹងកូនទាំង2សងបដាការហ្នឹងកូនទាំង2អញ្ចឹងក៏គាត់ចាប់ផ្ដើមឆ្ងល់បងយ៉ាហ្នឹងគាត់ចាប់ផ្ដើមឆ្ងល់ប៉ុន្តែហេតុតែចិត្តគេហៅថាហេតុឬស្រីយើងហេតុតែចិត្តស្រឡាញ់ហើយណាមួយយើងថាយើងនិយាយថានេះលើកដំបូងរបស់គាត់ដែរលើកដំបូងដែលគាត់មានស្នេហាមានសង្សារអញ្ចឹងទៅអញ្ចឹងក៏គាត់ថាអីទេចាំមើលពេលដែលខ្ញុំនិយាយជាមួយគាត់ជាមួយខ្ញុំសួរនាំឲ្យគាត់កាយចរិតឲ្យអីអញ្ចឹងទៅចឹងក៏គាត់បាននិយាយជាមួយបងរិនហ្នឹងក៏និយាយមួយបងរិនហ្នឹងសួរហេតុផលអញ្ចឹងក៏បងរិនហ្នឹងថាគាត់អត់ដឹងដែរអត់ដឹងថាមូលហេតុទេបានមនុស្សស្រីដែលថាគាត់រៀបការជាមួយនឹងលែងគាត់ឲ្យបានសុខចិត្តឲ្យបណ្ដាការឲ្យអីគាត់ចឹងទៅអញ្ចឹងដល់ពេលថ្ងៃមួយហ្នឹងបងរិនហ្នឹងគឺគាត់បាននេះហើយគឺម្ដាយខាងបងរិនហ្នឹងតែគាត់កុហកណាតែកុហកថាឈឺហ្នឹងតែពិតគាត់ឈឺទេអញ្ចឹង
គាត់ក៏ហប់បងយ៉ាមិនសាទៅថាឥឡូវម្ដាយគាត់រៀងស្រួលហើយចឹងឥឡូវគាត់ទៅធ្វើការតែគឺគាត់អត់សូវមានលុយអត់មានអីទេគាត់សុំកន្លែងស្នាក់នៅជាមួយបងយ៉ាហ្នឹងហើយបងយ៉ាផ្ទះគាត់គឺមានបន្ទប់ច្រើនដែរគឺមានបន្ទប់13បន្ទប់មួយគាត់សម្រាប់ដែរវ៉ាន់ហើយបន្ទប់មួយទៀតគឺសម្រាប់គាត់ហើយអាមួយចុងក្រោយហ្នឹងគឺគាត់ទៅនេទុកចោលចឹងគាត់ឲ្យបងដល់ហ្នឹងគាត់រៀបចំរៀបអីទៅរៀបចំឲ្យគឺនៅបានហើយចឹងក៏គាត់ឲ្យបង្រិតមកទៅហើយគាត់អារឿងហ្នឹងដែលបងរិនមកធ្វើការជាមួយគាត់មកនៅជាមួយគាត់ហ្នឹងគឺអត់នេះទេគឺអត់ប្រាប់អ្នកផ្ទះគាត់ទេហើយបងយ៉ាហ្នឹងក៏គាត់រកការងារនៅក្នុងនេះដែរក្នុងកន្លែងរោងចក្រគាត់ធ្វើហ្នឹងដែរភាសាគាត់នេះគឺគាត់ចេះចិនគាត់ចេះចិនគេហៅថាបកប្រែចិនណាអញ្ចឹងគឺគាត់អាចសុំចូលរកគេហៅមុខតំណែងណាមួយរឿងសមស្របទៅបងរិនហ្នឹងរឿងប្រាក់ខែច្រើនរឿងអីហ្នឹងក៏គាត់យកបងរិនហ្នឹងចូលធ្វើការជាមួយនៅចិត្តគាត់ទេគាត់ថាគាត់អ្នកបកប្រែអញ្ចឹងហើយបងរិនហ្នឹងមុនដំបូងគឺគាត់ចូលហ្នឹងគឺគាត់ចូលគេហៅថាប្រធានក្រុមប្រធាននេះប្រធានក្រុមប្រធានក្រុមហើយបងរិនហ្នឹងគាត់អត់ចេះអីសោះយើងដឹងស្រាប់ហើយអ្នកយើងអត់ដែរធ្លាប់ចូលធ្វើខាងផ្នែកហ្នឹងតែអីហងគាត់នៅតែធ្វើស្រែចម្ការអញ្ចឹងពេលដែលគាត់ចូលដំបូងហ្នឹងមកយ៉ាហ្នឹងបរៀនរហូតថាបរៀនតាំងពីនៅកន្លែងធ្វើការថានៅផ្ទះគឺគាត់តែបរៀនហើយធម្មតាមនុស្សស្រីយើងហើយមនុស្សប្រុសគឺពេលនៅមួយគ្នាទៅចាប់អារម្មណ៍គ្នាហើយចាប់អារម្មណ៍យើងចាប់ដើមអៀនយើងចាប់ដើមមានចិត្តមានអីស្រឡាញ់តិចតួចអញ្ចឹងណាហើយមិត្តភ័ក្តិគាត់តែធ្វើការជាមួយហ្នឹងមិត្តភ័ក្តិអង្គយ៉ាហ្នឹងគឺគាត់ដឹងថាបងរិនហ្នឹងអ្នកមកពីជនបទមកពីស្រុកនេះដែរស្រុកបងយ៉ាហ្នឹងហើយគាត់ដឹងថានៅជាមួយបងយ៉ាហ្នឹងអញ្ចឹងណាចឹងក៏មិត្តភ័ក្តិគាត់ហ្នឹងប្រអាប់អីចឹងថាមានប្រុសក្មេងនៅជាមួយណានៅតនេយូរហើយដល់ពេលឥឡូវមកបានចាំប្រុសក្មេងរកការងារប្រុសក្មេងចឹងទៅចឹងក៏គាត់ហ្នឹងក៏ចាប់ដើមអៀនហើយមនុស្សស្រីមិនថាមនុស្សប្រុសអីទេក៏ឲ្យតែមានគេប្រអាប់មុនដំបូងយើងគ្រាន់តែចាប់អារម្មណ៍ធម្មតាចាប់អារម្មណ៍អីទៅដល់ទៅពេលគាត់នេះគឺគាត់បានគេហៅថាមានចិត្តលើគ្នាហើយតែយើងអត់ទាន់ថាបង្ហាញឬក៏មានអីជាដុំក៏ភួនចឹងហើយចឹងដល់ពេលគេប្រអាប់ចឹងគាត់ចាប់ដើមនេះហើយចាប់ដើមគេជ្រើមជ្រួលអីចឹងណាគាត់អត់ដែរធ្លាប់អញ្ចឹងគាត់ជ្រើមជ្រួលជ្រើមអីដល់ពេលអាយុមួយហ្នឹងពេលដែលបងរ៉ិនហ្នឹងគឺគាត់ងុយទឹកក៏បងយ៉ាហ្នឹងមិនដឹងគាត់គិតអីទេគាត់ទៅសុំបងរ៉ិនហ្នឹងឲ្យដុសខែឲ្យគាត់ប៉ុន្តែពេលដុសខែហ្នឹងយើងមិននេះទាំងអស់ហើយហ្នឹងគឺថាយើងស្លៀកសរងស្លៀកអីទៅស្លៀកសរងមកត្រឹមនេះអីចឹងណាចឹងថ្ងៃហ្នឹងគឺគាត់ចាប់ដើមនេះហើយគាត់ឲ្យបងរិនហ្នឹងងុយទៅឲ្យគាត់ហើយតាំងពីថ្ងៃហ្នឹងគាត់ចាប់ដើមរៀងស្និទ្ធស្នាលគ្នាពេលខ្លះចឹងបងរិនហ្នឹងគាត់ស្លៀកល្អស្លៀកអីចឹងណានៅក្នុងផ្ទះហើយស្លៀកល្អដើរពេញផ្ទះពេញអីហើយបងយ៉ាហ្នឹងគាត់អត់ថាអីពេលខ្លះគាត់ដើរទៅបិចគូតបិចថ្ពាល់អីចឹងទៅដល់ពេលយូរទៅគាត់ចាប់ដើមគេហៅថាស្រីអារម្មណ៍ហើយគាត់ចាប់ដើមស្រីអារម្មណ៍ចឹងគាត់បាននិយាយគ្នាអីចឹងហើយគាត់ឲ្យបងយ៉ាហ្នឹងគាត់បានឲ្យបងរិនហ្នឹងស្នើគេហៅស្នើសុំឲ្យបងរិនហ្នឹងសងគុណគាត់ប៉ុន្តែមិនសងគុណគាត់ហ្នឹងជាលុយឬក៏អីទេគឺឲ្យបងរិនហ្នឹងជួយនេះចឹងណាជួយដោះស្រាយគាត់អារឿងគេហៅផ្លូវអារម្មណ៍ឬផ្លូវលើក្រែហ្នឹងចឹងដល់ពេលយប់ហ្នឹងឲ្យបងរិនហ្នឹងក៏គាត់នេះទៀតគឺគាត់បាននិយាយទៅគាត់អត់មានចំទាស់ទេគេមនុស្សគេចូលចិត្តខាងចឹងដែរហើយណាមួយខានយូរដែរហើយលែងប្រពន្ធយូរហើយចឹងក៏បានមានអីគ្នាយប់ហ្នឹងពេលដែលយប់ស្អែកពេលដែលស្អែកព្រឹកហ្នឹងគឺពួកគាត់ហ្នឹងបានអត់សុំច្បាប់ទាំងពីរនេះភាសាយើងសុទ្ធទៅយប់ពេកដល់ពេលថ្ងៃឡើងហ្នឹងគឺបងយ៉ាហ្នឹងនាំបងរិនហ្នឹងទៅហូបស៊ុបទៅទិញសាច់គោទិញអីមកបើបងរិនហ្នឹងទៅហើយពួកគាត់តែងតែធ្វើរឿងហ្នឹងរហូតប៉ុន្តែគឺគាត់នេះគេហៅគាត់ប្រើតាប្រើអានោះគេប្រើនោះអញ្ចឹងគឺគាត់អត់នេះទេអត់ភ័យព្រួយរឿងមានអីចឹងណាអញ្ចឹងដល់គាត់នៅមួយគ្នាយូរទៅរបៀបចាប់ចិត្តលើគ្នាហើយណាមួយបងយ៉ាហ្នឹងគាត់កំមុំចាស់ហើយគឺគាត់អារឿងហ្នឹងគឺគាត់អត់សូវប្រកែទេគាត់តែងតែអាសាច្បាប់អាសាអីសឹងតែថាមួយអាទិត្យអាច2 ទៅ 3ថ្ងៃគាត់ទាំងបាក់ខ្លាំងបាក់អីទាំងអ
chẳng đó thằng ngày mùi nó bọn rồi nó cứ quạt vừa ca đi miền lùi là mồm này ta ca chụp điệp ấy đâu có bọn già nó có bàn prap con vậy mùi con ta bây giờ là lấy những chú mùi kia chẳng hay bị má bây giờ ca mùi kia chẳng từ hay tờ bộ nó bọn rồi nó cứ quạt biểu ra tiếng trong kịch đài chẳng là quạt chạy còn vậy tha quạt ọt xòm ọt ấy chẳng cho mùi bọn già đâu tại bọn già thật ấy thế bọn ta mình mà nó ngồi cha châu xua đó cha châu xua ta một bầy nia chẳng điệp ca mình cái này chẳng tờ chẳng có bọn rồi nó còn cái này có tháng ấy trăm mười còn dây mười nè hay chẳng tờ tập về còn dây mười bông đài quá bông đài còn là cái na bài lọc ca pi đo ấy chẳng cho mưa xua sợi da năng mới thà mình mà dương bạch điệp ca thông đón tới dương điệp sàn và đặt mồi vào đây tới nơi mình cái này nè và tái quạt đi bóng già nắng quạt ở prom thì mà đai quạt ở prom này để xa quạt này cái hào quạt cầm mồm chả mến và lái quạt mình đi quạt điện hay là điện còn bao đây chẳng có bà bông rần ha bà ọt châu xua quạt ọt đây là đăng quạt ca trầm tơ cái thế thì quạt đăng ấy chẳng thôi hay bông rần nó quạt đi đây quạt phầy cái cầm riêng mà đang ấyต่อไปchẳng có สำหรับทายยังกาจะมวยคนนี้ตามกีตามไอยังเถอะแต่ก็เถื่อทมดมดิหาพเนียประมาณตกแบบบุญดับตกดิจังไปได้มุนดอทางไอกานั่งคือกอดบานสนัดสนาคนเดียวไปคลาสนั่งหนึ่งหลายเธอกานั่งกูก็ตายแต่ลุยถ้ายังเธอใส่คนนี้จังนะแต่ตายคือนี่ได้คือข้างจันนั่งคือcái khơi cái cờเจจังเถอะkhơi nhân của bạn này nôm hao pin nhẹ còn năng tận này nôm tái cái vô một bông già thì sao bông già nó cứ gặp bọc lực chả cho cô còn là mình vậy thì còn hai thợ bồng miên xây cái đạp bồng miên một đòn đạp về chẳng có tay để phơi chẳng lỗ nữa tại họ có đằng chẳng hạn đằng màu món có sở hiện phơi như thế thì có là sở hiện phơi bài cái hai ní riêng ở cái khơi cho bài chẳng hạn cái hai bị cái public ấy chẳng đâu cả thơ bị riêng lẻ thơ riêng ngặt pi nhẹ chẳng đâu hay còn mình phơi nhận nhòa rồi thằng ngày này mà tới đấy pi bị đong cái prap còn prap nhầm trắng nè đấy mình dịp lửa thì còn prap nhầm trắng đây hay giống cất thằng xong mấy cái thơ cá có liệt thơ chẳng bán tiết nếu mơ miễn sẵn sai mà đây liệt thơ chẳng bán thằng lọ vậy chẳng ấy có quạt chẳng lùi lẹ lùi ấy thay chân quạt đi đài quạt mưa đài quạt tám ấy tại tam mặt toán của bộ con nó đi chả đây em đó té cái quạt sờ rộp tiền nó lại thấy cá muối chẳng nè thấy cá muối mà ngày lại thấy cá đó té hai bay để nó giờ mà ngay chỗ làng buồn này trong này ha pi nhẹ còn nó cứ smart đây cái này lọ hay mà hộp quạt mà hộp này quạt hộp rồi thằng ngày nó ớt miếng đây miếng là bậc kia sro oyster sro chia sẻ sạch cô nè mà ngay cái ban mà p lại cái plia sạch cô như đó là ban là boss sro vì bầu thì mà đâu bây giờ chẳng cứ còn đào thằng ngày điệp cà là về đào thằng ngày điệp cá qua điệp ca đi kia được ai mình nhiều mô riêng tràn đá sao gọi là buồn đọc tộc đài chẳng nè hay bị sao nó nhiều mô đó cứ mô tận ý thế cứ hào mình đi snat cho môi qua đây bạn qua hào chơi hào mô chẳng cái đọc bây giờ ca rồi nó cứ khang cái lạnh thế ca nó cái chập bắp chỉ tụ tới cái oi chập bắp mà tật cái oi chập bắp mà tật hay mà tật nó cứ phụ qua thằng pi nó cứ ọt cho về lừa tiệt sò mông cái nơi ở đây cứ nơi luôn nơi khang bông trà luôn nơi khang sấy này đọc về là môn điệp cá nó có điệp trầm bật tục điệp trầm có cá sụt vô vào lại cùng vui là môn cung nó nếp ban mà còn nồi đợi chẳng ấy rồi mà tất nó cứ coi đọc miếng cho thì tàn năng sọt mà hay sọt bay là cái hai cả cái điệp ca cả con nuông kia bay nó cứ ọt miếng cho cái đây cứ nư coi là cá hay đang ngày kèm thì không muốn rửa ruộng rồi cứ lạng tới mong pin nè con lạng tới cho mong chả sao túc nơi là năng mong mẹ tật mà đóp mà ngải tật đóp bị đóp chẳng ta tật nhưng mà lịch chiêng pi lịch đó hay là pe
bài rồi về làm hộp ấy cứ mà đai qua nó mà đai bằng già nó điệp cho mà hỏi ngay pi pe ngay bay pe chẳng đâu tục điệp cho mấy cô còn được nè chồng cô anh bên nơi cầm móng đôi mấy mấy nè đâu về ca ấy đi bạc cái mà dân còn vậy giờ mùi mà đai phục còn đang vậy cái nè nhà nó gọt cá đó đâu coi đến con coi riêng dưới này chả ơi tại vì chả còn đây thì nơi muộn rồi dân từ từ xa phục bằng già nữa còn điện chủ cho đặt hàng dân đây hay đỏ pe đo ngay cho thưa ca với nắng cứ quạt ban đại cho bạn mà tật to để té cứ quạt lên nơi sọc hay lên nơi sọc hàng bông spray còn mà nơi bình vào quạt toàn thưa ca đây chẳng quạt nơi mũi kia đôi dương cua sa tu tư đây chẳng nè và đây bên nơi mũi kia du nó cứ quạt ở toàn miền cồn đây quạt biểu than nơi mũi kia là trộn khai và toàn miền cồn này xa bông già nó cứ quạt cả ở pra ở ní pra cả ở chứ cả con nào nó sẽ bồn nó nhưng sự đang là đường nó quạt bạc nhưng chẳng thì quạt bạc này thà ở đây gọi nó một cái à bông rôn nó dụng chúng ta quạt định lỗi nè ra định lỗi nhẹ để nhẹ để nhẹ đang này đây bồn nhưng mà đang cho toàn miền bồn rồi đây nhẹ rồi dụng để bàn sọc về thư ca chứ mê gọi là cờ chè nó xuống cho đấy ca hay này ru này không ai chẳng và bà đáng cả hai miền phần đây thưa bà giúp lại nhá ở đây ở đây chân chân nó bà áp lột ở bên là nó có cho bà cả ngày điện cho bà cả ngày trong pin nè từ đương chẳng rồi đó coi lại đại mong qua thấy chân còn miền Thái đi và đang thà đi đài đang thà còn tầm ca tầm ấy chẳng nhưng bạn bia bại chẳng này chẳng qua tại thư chẳng lộ đó bàn mà chân nam lộ đó bàn mà chân nam nắng có chập đam vậy kia thà có chọn bàn coi xa lôi nó riêng sò riêng trả ơn tí vậy thứ ca pi nè hay là muối còn nằm bánh nó còn mình để chú để còn là tiền luôn ai bông giá nó tinh tế hơn nằm vui còn miền tây hay chẳng nè chẳng có bàn mà cho ta vô còn nó cái hai từ ở pet đó cái hai từ pet hàng sợi trai nó từ độ sĩ con sự kia nó còn là anh không đi nó tại nhưng mà sự đáng hàng nó chẳng có qua tha p là đi hái đây gọi từ ấy chẳng đâu từ 10 qua tới 2 chuông và tới p mà với p để độ liếm nắng có đạp pet cái toàn ơi như thế cái toàn ơi vô con được toàn ơi thừa ấy chẳng thì tại ở đây gọi nắng tai để cái quạt là hô đo ngày pet ở kia còn nọt chẳng thay nhưng kia còn nọt ơi đọng ngay có pram đọng ngay bạn những ai thì chẳng bàn mùi kia chẳng qua là đo ngày nó liếm đi vào đòi để chạy đó là trong ngày nó trong ngày sau thì cho ngày thật chắc ai trong ngày sau đó có hai gọi mình mà đây sao một đây gọi nó đi gọi lộn đi xây rằng mới gọi lộn người ta về nơi tái xua đó hai để chạy hai cái đá miền phui miền cả về tâm tơ là về miền vào đấy ở đây miền cả người ta miền vào đây có cái đá miền phui sạch tại phui sạch là phui cao phui xây nó cứ ở lên miền đấy cứ ốp ta đi ốp tại chẳng lộn nên vậy chẳng trong ban một buồn này nè trả lời to thấy đứng mình mời châu về ngày chẳng có quạt bàn mà dạ châu 7 khai 4 khai nó cứ quạt chấp đam mẹ cả lại rồi bây giờ tập bồn nó vậy bây giờ dừng đặt con tập bồn nó tôi mình sẽ tập hiệp đi toàn miền ở câu mình ấy chẳng này vì nơi stick ấy chẳng này chẳng có bàn bị khai á bảy làng châu bay khai là bảy khai nó mình qua chạp đàm cả bật ở đấy nó qua sáng xài còn bàn tập pet mình vốn qua toàn này qua toàn tập pet đây còn nó riêng pay á được miền cồn tập vốn chẳng còn tạp ở đây còn hay ở đây quát cả hai còn ở đây còn nó riêng ở riêng chẳng riêng chờ chỉ để hai riêng đằng chờ chỉ chẳng có đó và hai miền tầm ngôn miền ấy chẳng hay có mà cho thật là một pôn tập pet thấy cứ bên tới start từ tham miên mặc hai chật pi khai chẳng hạn tại kia to này pet cái thà đi cái thà pe tầm miên mặc hai pi khai chẳng cho toàn bên khơi câu này xây pro thì đi có câu mình chẳng từ hai bòn rần quạt chặt chàn vậy thà trẻ thà pe là câu tầm an mặc hai pi khai chẳng dừng group này group trường này kia đâu
chẳng cứ coi tai thì thôi ơi chẳng tại coi lê nha người ta lên mà dục 3 buồn này dục trầm mùi pi cột mà dục ní cột đầy mình tí dục sai cột chương mình tí chẳng ấy cột ní cột nút đó là pe tao bảo pôn quạt bản đặt đi chia tung 4 khai 5 khai ấy rằng pana này vậy mình đã bạn khơi con pro nắng ăn pe là đi nắng quạt nơi cột đầy cột chương thòm đã chẳng còn lên lên sau cái hào lên sau cái ấy lên sau sòng bạc lên sau ấy dân từ còn mùi mà tết ấy quy vậy dân từ tại nơi là chân là hô đâu bập pôn còn đang bập khai vì dân chất cục khai là sao dân mán buồn khai đọc tháng gì chẳng này ấy bên nhóm trăm coi nhưng ní không xong tôi không rồi nhưng mà sợ đà nẵng này ta được chia tam chắn được chia buồn khai đọc tháng ngày châu khai tìm vậy nó cái quát chụp này cái hai tháng du nó quạt du nó đang chu mọt du ấy quạt sòng bồn quạt để xem được quạt mù bản năng không chẳng quạt sòng bằng già nắng thà quạt chẳng rồi thăm ai chẳng từ bắt đầu bảo sau cho mười cái nhà nó vậy sẽ cho nè rồi nó tật lại vậy sẽ chỉ chắc là cái này chỉ đầm tí đó đấy vợ té đầm tí rồi té nhóm nơi tầng chơi theo nhóm tầng chơi tại nhóm score nó tật xa xa lên ba lần chẳng chim plan ở đây span score player chẳng có xong chẳng đượcแต่ปนกว่าเอาเราไปแบบปนกว่ายูโรโปรđấyก็ปนกว่าสไลด์เอาchẳngนะđể sáng còn là một mấy tromประมาณแต่ตรอมlà bồi khai đó về KAP là còn cao mới tập pi khai nó dừng đi bán đấy chuyện to thiệt bán này chẳng mình vẫn còn trom mà khai pi khai tập bọn này và pon còn nó cho khai cái hai khai tìm vốn là khai cục khai nó cứ còn ở miền thời sọ cái là tự nhiên nó cầm lòng lại cái hạt pran này chẳng hạt pran sầm lọc cái slot chính chợ bánh chợ vậy thế tay gọi là toàn đồ cào đây gọi đây này gọi sành pun của đây chẳng nè chắc bây giờ pun qua sầm ra bàn côn pro nè năngแต่ពេលសម្រាប់បានកូនប្រុសម្នាក់ពេលហ្នឹងគូគាត់ចាប់តាមសុំហើយបងប្អូនដឹងប៉ុន្មានថ្ងៃសុំ7 ថ្ងៃមកទឹកគាត់ថាប្រាក់ហ្នឹងគាត់មកទឹកតន់ស្អីស្រួលបួលហងសុំគាត់តែគាត់អត់គាត់ថាគាត់អត់ឲ្យគាត់ប្រាប់ថាតមួយខែតែប្តីគាត់ហ្នឹងតាយតែកេះគាត់រហូតកេះគាត់ព្រោះនេះសុំបញ្ជាក់តិពេលដែលគាត់កើតកូននេះគាត់កើតនៅខែទេទីសារនៅខែហ្នឹងគឺយើងស្រួលរស់នៅមានអីដែលថាតែគាត់ហ្នឹងនៅចិត្តគេហៅនៅចិត្តទីរំស្រុកកងវិស័យហ្នឹងមកអញ្ចឹងទីរំស្រុកកងវិស័យខ្ញុំតាមខ្ញុំចាំដូចគេហៅផ្សារតឡាតផ្សាយអញ្ចឹងឯងបើខ្ញុំចាំខុសជួយនេះជួយប្រាប់ខ្ញុំចាំបើមានបងប្អូនណាស្គាល់ខ្ញុំជួយខមមិនប្រាប់ខ្ញុំវិញផងព្រោះខ្ញុំខានតែនឹងយូរណាស់ខ្ញុំផ្លេចអីហ្នឹងចេះថានេះចោះយើងគិតថាសារនេះសារស្លាប់លេងចុះសារស្លាប់លេងហ្នឹងដូចស្លាប់លេងអញ្ចឹងឯងស្លាប់អញ្ចឹងឯងស្លាប់លេងអញ្ចឹងគាត់នៅចិត្តនឹងដែរអញ្ចឹងណាគឺមានពេទ្យមានអីសម្បូរនេះនៅពេញអញ្ចឹងពេលដែលនេះហើយគាត់មានឪពុកម្ដាយគាត់មានចាស់គឺគាត់តែងតែធ្វើរបៀបដូចគេហៅនេះមនុស្សគេហៅដូចគេហៅទំនៀមទម្លាប់បុរាណអញ្ចឹងណាដូចយើងពេលដែលកូនខ្ចីហើយគេហៅឆើភ្លើងឲ្យឆ្អិនទៅសៃឆ្អិនអីចឹងទៅមួយទឹកក្តៅមួយអីចឹងស្រាប់តែពេលមួយអាទិត្យហ្នឹងមិនគាត់សុំគាត់អត់ព្រមទេគាត់ព្រមចឹងថាមួយខែហើយដល់ស្រាប់តែពេលខ្លះហ្នឹងមកកេះគាត់មកអីគាត់នេះចឹងណាគាត់ថាកាជួនកាលហ្នឹងតបប៉ះយកដៃប្រពន្ធគាត់ហ្នឹងទៅប៉ះបោះគាត់អីបងគាត់អស់ចិត្តនេះប្តីគាត់បងរត់ហ្នឹងបងរត់បានមើលវីដេអូហ្នឹងហើយរូបចិត្តសាហាវបងបែងចឹងដល់ទៅពេលចិត្តដល់មួយខែក៏ប្រពន្ធគាត់ហ្នឹងក៏សម្រេចចិត្តថាអត់អីរឹងរៀងហៅរឹងដៃរឹងជើងអីចឹងណាក៏ឲ្យគាត់ធម្មតាទៀតទៅហើយដល់ទៅពេលដែលគាត់នៅសម្រាប់អញ្ចឹងគឺខាងគេនោះគេឲ្យឈប់3ខែខាងរោងចក្រហើយប្តីគាត់ហ្នឹងគឺមកធ្វើការនៅពេញតែឯងហើយគាត់ថាប្តីគាត់ហ្នឹងតាំងពីមកពេញហ្នឹងមករយៈពេលដែលគាត់ឈប់គេមានច្បាប់សម្រាប់ហ្នឹងអត់ដែរតាក់តងអីមកនិយាយអីមកគាត់នេះទេស្និទ្ធស្នាលទៀតទេហ
ហើយអញ្ចឹងក៏ប្រពន្ធគាត់ហ្នឹងគឺសង្ស័យថាប្តីហ្នឹងអាចទៅរកមានក្រៅមានអីដល់ពេលចាយដនហ្នឹងថ្ងៃមួយហ្នឹងគាត់ទៅហ្នឹងគឺមានឃើញស្រីម្នាក់នៅផ្ទះគាត់យល់ច្រឡំរកវាយនឹងស្រីម្នាក់ហ្នឹងវាយដល់ពេលចូលឡើងឡើងឃើញមានមិត្តភក្តិគេម្នាក់ទៀតគេថាគេប្តីប្រពន្ធគ្នាអញ្ចឹងណាអញ្ចឹងបងដល់ហ្នឹងគឺគេហៅមានគាត់មានមិត្តភក្តិមកហូបចុកហូបអីផៃអាផាក់ស៊ីអីយ៉ាងនៅក្នុងផ្ទះមានប្រពន្ធមិត្តភក្តិគាត់ម្នាក់មិត្តភក្តិប៉ុន្តែពេលដែលចូលមកដំបូងហ្នឹងគឺនេះគឺប្តីគេហ្នឹងគឺអត់នៅអញ្ចឹងណាប្តីគេទៅក្រៅទៅទិញអីហូបទិញអីមកថែមអញ្ចឹងផឹកថែមអញ្ចឹងទៅមកឆ្លោះគ្នាបងយ៉ាហើយហ្នឹងបងហើយនឹងប្រពន្ធមិត្តភក្តិគាត់ឆ្លោះគ្នាតម្រាំដឹងសាច់រឿងហ្នឹងប៊ីសបែក5ថ្ងៃអញ្ចឹងក៏អត់អីនិយាយគ្នាធម្មតាដល់ពេលតែគេផឹកអស់ហើយគឺគាត់ទៅផ្ទះវិញគឺគេហៅរៀបគេហៅចែកជើងគ្នាទៅផ្ទះអញ្ចឹងណាអញ្ចឹងបងនេះហ្នឹងគឺគាត់និយាយមួយបងវីបងរត់ហ្នឹងគាត់និយាយគ្នាថាគាត់ចង់ដូរមកនៅកំពង់ស្ពឺនេះវិញចង់មកធ្វើការនេះវិញមកទុកផ្ទះហ្នឹងទុកជួលប្រយផ្ទះគាត់ហ្នឹងនៅចិត្តរោងចក្រដែរអញ្ចឹងក៏ជួលវាបានគួរសមដែរនៅពេញវារៀងថ្លៃដែរខ្ញុំសើដឹងនេះជួលហ្នឹងជួលប៉ុន្មានគាត់មានបានប្រាប់ខ្ញុំថាហើយគាត់បានចារំសួរដែរតែបើតាមដឹងវាខ្ទង់200ដែរតាមប្រទេសយើងមានលក់ដូរលក់ឲ្យតាមផ្លូវវាអាចច្រើននៅតាមហ្នឹង6-700អញ្ចឹងទៅតែគាត់ប្រាប់ថាផ្ទះគាត់2ជាន់ក្រោមហ្នឹងអាចលក់ដូរបានអញ្ចឹងណាគាត់បញ្ជាក់មកប្រាប់ខ្ញុំអញ្ចឹងណាអញ្ចឹងក៏គាត់បានសម្រេចហ្នឹងថាគាត់ដាក់ផ្ទះគាត់ហ្នឹងជួលហើយគាត់ហ្នឹងក៏បានមកធ្វើការនៅខាងកងពិសីហ្នឹងតែគាត់ថាគាត់មិនធ្វើចិត្តហ្នឹងទេគាត់ធ្វើរឿងឆ្ងាយដែរគាត់ថាជីទៅមើលគាត់ថាងើបទៅម៉ោង5កន្លះជីទៅអញ្ចឹងវាចូលជួយថាចូលទៅការម៉ោង6:50ហើយអញ្ចឹងជីទៅឡើង1ម៉ោង20នាទីវាឆ្ងាយដែរអញ្ចឹងដីចូល100គីឡូដែរហ្នឹងចឹងហើយគាត់ធ្វើការមួយគ្នានៅសុកសានមួយគ្នាអញ្ចឹងហើយកូនគាត់ក៏នៅជាមួយគាត់អញ្ចឹងណាហើយបច្ចុប្បន្ននេះកូនគាត់ហ្នឹងគឺមាននេះហើយគឺអាយុនេះគេហៅ5ឆ្នាំហើយគឺបានចូលរៀនហើយតែគាត់ចូលរៀនហ្នឹងគឺចូលរៀននៅសាលាឯកជនតែគឺសាលាគេមានគ្រូអីគេទទួលក្មេងៗអញ្ចឹងណាគេព្រោះក្មេងអាយុសកលហ្នឹងបើគេចូលសាលារដ្ឋទៅពិបាកតិចហ្នឹងខ្ញុំនិយាយនេះអីដោយសារយើងចូលសាលារដ្ឋទៅគេហៅគ្រូអីចឹងណាគ្រូគាត់អត់នេះទេគឺគាត់អត់មានគ្រប់គ្រាន់អីសម្រាប់អីចឹងណាព្រោះក្មេងៗយើងដឹងស្រាប់ហើយញ៉ៃណាខ្ញុំឯងក៏មានក្មួយហ្នឹងបល់ហើយចង់រាប់ឲ្យគាត់ណាមកលេងផ្ទះខ្ញុំមួយគាត់ណាម្នាក់ថើបម្នាក់អោបម្នាក់ហ្នឹងយំហើយផ្អើលលេងផ្ទះអញ្ចឹងក្មេងៗបើសិនអត់មានការមើលថែនេះត្រឹមត្រូវទេឬក៏ដល់ទេគឺពិបាកតិចគឺហៅថាពិបាកនេះចឹងណារបៀបចេះរបៀបថាពេលដែលយើងមើលក្មេងអញ្ចឹងទៅបើយើងមើលតែឯងយើងមើល1 2វាអត់អីហ្នឹងគ្រូដល់ពេលយើងមើលលេងមួយថ្នាក់ហ្នឹង10នាក់ឬក៏5 10នាក់20នាក់ដល់ពេលមើលតែឯងគឺមើលអត់តាន់ទេវែងគ្រូហ្នឹងបាទហើយដល់ពេលចូលសាលាឯកជនគេមានគ្រូគេរៀបចំគ្រូខាងថែគ្រូខាងងូតទឹកខាងនេះអញ្ចឹងណាដូចបាយខាងដេកខាងអីរៀបចំអញ្ចឹងទៅអញ្ចឹងក៏គាត់សម្រេចចិត្តដាក់កូនគាត់ហ្នឹងរៀននៅសាលាឯកជនសាលាបងដូចជារៀនសាលាស្អីគាត់ថារៀនបងអស់ច្រើនដែរឆ្នាំអីចូលឡើង6-700ហ្នឹងហើយក្មេងប៉ុណ្ណឹង6-700នេះដែរថ្លៃយើងនៅតាមជនបទប៉ុណ្ណឹងថ្លៃយើងគាត់ថាថ្លៃប៉ុន្តែនៅពេញអាហ្នឹងគាត់ថាគេធូរឯនៅពេញវាសវសាលាល្អព្រោះយើងគាត់ទៅវាខុសគ្នាដែរពេលក្មេងនៅពេញត្រឹមរៀនទី2ទី3យើងគេនិយាយអង់គ្លេសរៀងខ្លាំងហើយអញ្ចឹងរៀនអង់គ្លេសរៀនអីគេរៀងខ្លាំងដល់ពេលយើងអ្នកនៅជនបទនិយាយភាសាអង់គ្លេសនិយាយភាសាដទៃរៀងវ័យប៉ុណ្ណឹងគឺអត់ទាន់ទេថាទាន់រៀនទេលុះត្រាយើងហ្នឹងអ្នកហៅពូជសំយាកក់ស្ដាប់ទៅថាពូជអ្នករៀនមកហ្នឹងរកអាចបើតាមដឹងដូចនៅម្ដុំខ្ញុំនេះតែអាយុត្រឹមនេះដូចជារៀនទី5ទី6ហ្នឹងចាប់ដើមចូលទី5ទី6ហ្នឹងអាយុខ្ទង់10ឆ្នាំជាងហើយអាហ្នឹងมันចាប់ដើមរៀនភាសាដទៃបើក្មេងតាំងពីក្មេងមករៀនភាសាដទៃយើងនៅតាមនេះគឺគេហៅមានទំនោរមួយយើងគិតថាគាត់ក្មេងហ្នឹងគឺរៀនអត់សូវចេះទេរៀនច្រើនពេលគាត់គេហៅចូលលក្ខណៈបែកកម្មដ្ឋានបែកអីធ្វើឲ្យក្មេងហ្នឹងផ្លិចច្រើនអញ្ចឹងទៅតែបើគេអ្នកនោះគឺគេអត់គិតចឹងទេគេអ្នកគេហៅថាគេអ្នកក
កូនគេអ្នករៀនអញ្ចឹងទៅគេអត់គិតទេគេថាឲ្យតែរៀនបានគឺដាក់ឲ្យរៀនអញ្ចឹងទៅតែខ្ញុំណាគឺអត់ដូចគ្នាគឺខុសគ្នាចឹងត្រឡប់មកសាច់រឿងយើងវិញហើយសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺពួកគាត់ហ្នឹងរស់នៅជុំគ្រួសារសបាយលុយកាក់ចាយហើយវាមិនថាច្រើនអីហ្មងគាត់ថាគាត់ថាស្ថិតនៅក្នុងជីវភាពមធ្យមណាចឹងឥឡូវសាច់រឿងគាត់មានសាច់រឿងបងយ៉ាហើយនឹងបង្រិនហ្នឹងមានប៉ុណ្្នឹងទេបើបងប្អូនប្រិយមិត្តហ្នឹងបើសិនមានមតិយោបល់ឬក៏មានជាសាច់រឿងចង់ឲ្យខ្ញុំនិយាយឬក៏ចង់ចែករំលែកខ្ញុំហ្នឹងអាចនេះបានអាចចូលទៅក្នុង comment ខ្ញុំបានខ្ញុំនឹងតម្លាក់លេខទូរស័ព្ទខ្ញុំនឹងនៅក្នុង comment ហ្នឹងអញ្ចឹងរឿងសាច់រឿងគាត់មានប៉ុណ្ណឹងឯងខ្ញុំសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ